តើអ្នកជឿទេថាសត្វដែលសម្លាប់មនុស្សច្រើនជាងគេនៅទ្វីបអាហ្វ្រិកមិនមែនជាសត្វក្រពើមិនមែនជាសត្វតោនោះទេវាគឺជាសត្វដំរីទឹកហ៊ីប៉ូដែលសត្វនោះមើលទៅស្ងប់ស្ងាត់ប៉ុន្តែវាអាចវាយប្រហារមនុស្សនិងវាយបំបាក់ឆ្អឹងមនុស្សបានក្នុងមួយប្រព្រឹត្តភ្នែកនៅពេលដែលនិយាយពីសត្វដែលមានគ្រោះថ្នាក់បំផុតនៅទ្វីបអាហ្វ្រិកមនុស្សភាគច្រើនប្រហែលជាឆ្លើយថាសត្វតោឬក្រពើទឹកប្រៃក៏ប៉ុន្តែការពិតដែលគួរភ្ញាក់ផ្អើលមួយគឺសត្វដែលសម្លាប់មនុស្សច្រើនជាងសត្វតោទៅទៀតនៅទ្វីបអាហ្វ្រិកគឺជាសត្វដំរីទឹកហ៊ីប៉ូនៅពេលដែលយើងឃើញវាលង់លក់នៅក្នុងទឹកឬដើរយឺតៗនៅតាមមាត់ទន្លេមនុស្សភាគច្រើនប្រហែលជាគិតថាវាគឺជាសត្វដ៏ស្ងប់ស្ងាត់ slot boat និងគ្មានគ្រោះថ្នាក់ក៏ប៉ុន្តែនៅពីក្រោយរូបរាងដ៏ធំនិង slot boat របស់វាគឺជាសត្វដ៏កាចសាហាវមួយដែលវាយប្រហារមនុស្សដោយគ្មានការព្រមានសត្វដំរីទឹកហ៊ីប៉ូគឺជាសត្វដែលមានទម្ងន់ធ្ងន់មែនទែនក្នុងនោះសត្វដែលពេញវ័យអាចមានទម្ងន់ចន្លោះពី2500ទៅ4000គីឡូក្រាមវាគឺជាសត្វដ៏ធំបំផុតមួយនៅលើពិភពលោកសត្វដំរីទឹកហ៊ីប៉ូមានមាត់ដ៏ធំមាត់របស់វាអាចបើកបានជិត180ដឺក្រេនិងមានចង្កូមប្រវែង50សង់ទីម៉ែត្រកម្លាំងខាំរបស់វាខ្លាំងល្មមអាចនឹងបំបែកឆ្អឹងមនុស្សបាននៅពេលខ្លះសូម្បីតែទូកតូចៗក៏វាអាចបំបែកបានដែរទោះបីជាវាមានទម្ងន់រាប់តោនក៏ដោយសត្វដំរីទឹកហ៊ីប៉ូអាចរត់បានល្បឿនលឿនជាងមនុស្សទៅទៀតសត្វដំរីទឹកហ៊ីប៉ូអាចរត់បានល្បឿនលឿនរហូតដល់30គីឡូម៉ែត្រក្នុង1ម៉ោងនោះមានន័យថាវារត់លឿនជាងមនុស្សធម្មតាទៅទៀតបើសិនបើអ្នកគិតថាអ្នកអាចរត់គេចពីវាបាននោះអ្នកប្រហែលជាគិតខុសហើយនៅពេលដែលវាសម្រេចចិត្តដេញតាមគោលដៅវាអាចធ្វើការបង្កើនល្បឿនដល់គួរភ្ញាក់ផ្អើលសត្វដំរីទឹកហ៊ីប៉ូរស់នៅតាមមាត់ទន្លេបឹងនិងតំបន់ទឹកសាបជាច្រើននៅទ្វីបអាហ្វ្រិកវាគឺជាប្រភេទសត្វដែលមានអាកប្បកិរិយាការពារទឹកដីដែលវាចាត់ទុកតំបន់ដែលវារស់នៅគឺជាទឹកដីផ្ទាល់ខ្លួនរបស់វាដូច្នេះហើយប្រសិនបើមានទូកឬមនុស្សចូលមកជិតវាពេកវាអាចចាត់ទុកថាគឺជាការគំរាមកំហែងហើយវានឹងធ្វើការវាយប្រហារភ្លាមៗធ្លាប់មានករណីខ្លះដំរីទឹកហ៊ីប៉ូបានរត់ទៅបុកទូកដែលធ្វើឲ្យទូកបាក់ជា2ឬ3កំណាត់និងធ្វើឲ្យមនុស្សធ្លាក់ទឹកភ្លាមៗហេតុអ្វីបានជាសត្វហ៊ីប៉ូមានអត្រានៃការសម្លាប់មនុស្សច្រើនជាងសត្វតោយើងដឹងហើយថាសត្វតោគឺជាប្រភេទសត្វប្រមាញ់ប៉ុន្តែវាមិនតែងតែវាយប្រហារមនុស្សនោះទេផ្ទុយទៅវិញសត្វដំរីទឹកមានចំនួនច្រើនរស់នៅជិតសហគមន៍មនុស្សប្រជាជនក្នុងតំបន់តែងតែប្រើទន្លេសម្រាប់នេសាទដឹកជញ្ជូននិងយកទឹកប្រើប្រាស់ដូច្នេះហើយការប៉ះទង្គិចគ្នារវាងមនុស្សនិងសត្វដំរីទឹកហ៊ីប៉ូគឺតែងតែកើតឡើងជាញឹកញាប់ផងដែរអ្នកជំនាញបានប៉ាន់ស្មានថាសត្វដំរីទឹកអាចបណ្ដាលឲ្យមនុស្សស្លាប់ចន្លោះពី100ទៅ500នាក់នៅទ្វីបអាហ្វ្រិកក្នុងមួយឆ្នាំនៅពេលដែលសត្វដំរីទឹកខឹងឬវាត្រៀមខ្លួនក្នុងការវាយប្រហារវានឹងធ្វើការបើកមាត់ធំៗរបស់វាដើម្បីបង្ហាញចង្កូមដ៏វែងបន្ទាប់មកវានឹងសម្រុកទៅមុខដោយប្រើកម្លាំងដ៏ខ្លាំងនិងល្បឿនដ៏លឿនរបស់វាភាគច្រើនជនរងគ្រោះមិនមានឱកាសក្នុងការរត់គេចខ្លួនឡើយការវាយប្រហាររបស់វាគឺតែងតែកើតឡើងយ៉ាងឆាប់រហ័សហើយបញ្ចប់ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះដូច្នេះមានន័យថាវាមិនត្រូវការពេលវេលាច្រើនទេក្នុងការកំទេចសត្រូវរបស់វាចំណុចដែលគួរចាប់អារម្មណ៍មួយគឺសត្វដំរីទឹក
មិនមែនជាប្រភេទសត្វដែលស៊ីសាច់ជាអាហារនោះទេស្មៅគឺជាអាហារចម្បងរបស់វាក៏ប៉ុន្តែវាមិនមានន័យថាសត្វដែលស៊ីរុក្ខជាតិជាអាហារគឺជាសត្វដែលមិនមានគ្រោះថ្នាក់នោះឡើយជាក់ស្ដែងវាជាឧទាហរណ៍ដ៏ល្អបំផុតមួយដែលបង្ហាញថាសត្វមិនចាំបាច់ជាសត្វប្រមាញ់ទើបអាចខ្លាចជាសត្វគ្រោះថ្នាក់នោះទេប្រសិនបើអ្នកនៅក្បែរសត្វដំរីទឹកនៅក្នុងព្រៃអ្នកគួរតែរក្សាគម្លាតឲ្យបានឆ្ងាយពីវាកុំឈរនៅជិតវានិងកុំឈរនៅពីមុខផ្លូវរបស់វាសោះព្រោះវាអាចគិតថាអ្នកកំពុងតែរារាំងផ្លូវរបស់វាប្រសិនបើអ្នកនៅលើទូកកុំចូលទូកទៅជិតសត្វដំរីទឹកឬកូនរបស់វាអីសោះព្រោះម្ដាយរបស់វាអាចខ្លាចជាសត្វដ៏គ្រោះថ្នាក់បំផុតនៅពេលដែលវាការពារកូនសត្វដំរីទឹកហ៊ីប៉ូមើលទៅស្ងប់ស្ងាត់ស្លូតបូតប៉ុន្តែវាគឺជាសត្វដ៏គ្រោះថ្នាក់បំផុតមួយនៅលើពិភពលោក